សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងចូលមកកាន់មេរៀនទី7 Lesson 7ចឹងមេរៀនយើងនិយាយអំពី asking for prices and shopping ចឹងសួរអំពីតម្លៃហើយនឹង shopping ការទិញអីវ៉ាន់ចឹងយើងចូលមកដល់ពាក្យ vocabulary ចឹងនៅក្នុងនេះពាក្យឲ្យនឹង clear ដែលយើងត្រូវរៀនមាន how much is this តើតម្លៃប៉ុន្មាន how much is this ពាក្យទី2គឺ expensive នោះគឺថ្លៃ cheap គឺថោក I want to buy this ខ្ញុំចង់ទិញវា I want to buy this Do you have a discount តើអ្នកមានការបញ្ចុះតម្លៃទេ size ប្រែថាទំហំចឹងយើងចូលដល់ចំណុចមួយទៀតគឺ conversation example ការសន្ទនាគំរូចឹងនៅក្នុងនេះយើងមានតួអង្គពីរគឺតួអង្គ A ហើយនិងតួអង្គ B ចឹងតួអង្គ A និយាយថា How much is this shirt តើអាវនេះមួយប៉ុន្មានអាវមួយនេះតម្លៃប៉ុន្មានចឹង B គាត់បានឆ្លើយថា It's $5 វាតម្លៃ$5ចឹង A គាត់សួរថា That's expensive A គាត់បាននិយាយថាវាថ្លៃណាស់ចឹង B ឆ្លើយថា I can give you a discount ចឹង B គាត់ឆ្លើយថាខ្ញុំអាចបញ្ចុះតម្លៃឲ្យអ្នកបានចឹងយើងចូលដល់ចំណុចមួយទៀតគឺ practice your turn ចឹង practice នេះគឺអនុវត្ត your turn នេះគឺវេនរបស់យើងចឹងក្នុងនេះគេឲ្យយើង please answer in English គេឲ្យយើងឆ្លើយជាភាសាអង់គ្លេសចឹងសំណួរទី1គេសួរថា How do you ask for the prices for something តើអ្នកសួរអំពីតម្លៃនៃអ្វីមួយដូចម្ដេចចឹងយើងសរសេរជាភាសាអង់គ្លេសមក answer How much is it ចឹងចូលដល់សំណួរទី2សួរ How do you say ថ្លៃ in English អញ្ចឹងពាក្យថ្លៃនៅក្នុងភាសាអង់គ្លេសគឺ expensive ចឹងសំណួរទី3គេសួរថា How do you say ខ្ញុំចង់ទិញវា in English តើអ្នកនិយាយថាខ្ញុំចង់ទិញវានៅក្នុងភាសាអង់គ្លេសហ្នឹងដូចម្ដេចចឹងយើងឆ្លើយថា I want to buy it